នៅរសៀលថ្ងៃទី8 ខែតុលាឆ្នាំ2025លោកទេពរិមអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានបានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកិច្ចប្រជុំជាមួយអង្គការអប់រំសុខភាពនិងបរិស្ថានស្ដីពីការបង្ហាញសកម្មភាពរបស់គម្រោង UNDP ចំពោះសមាជិកចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរមានលោកប្រធានអនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានលោកស្រីតំណាងអង្គការអប់រំសុខភាពនិងបរិស្ថានលោកនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាននិងតំណាងអាជ្ញាធរឃុំទាំងពីរឃុំគឺឃុំសណ្ដាននិងឃុំមានរិទ្ធអាជ្ញាធរភូមិរួមជាមួយបងប្អូនប្រជាពលរដ្ឋដែលជាប្រធាននិងសមាជិកសហគមន៍ទាំងពីរសហគមន៍គឺសហគមន៍ក្បាលខ្លានិងសហគមន៍អូដាស្កូចំពោះប្រធានបទគឺឈ្មោះគម្រោងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិដើមភាគតិចគួយតាមរយៈការលើកកម្ពស់សន្តិសុខទឹកស្អាតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិគោលដៅរបស់គណៈកម្មការគឺសហគមន៍ព្រៃឈើក្បាលខ្លានិងសហគមន៍អូដាស្កូឲ្យពួកគាត់មានសមត្ថភាពនិងមានធនធានក្នុងការអភិរក្សព្រៃសហគមន៍ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចគួយក្នុងនោះគោលដៅចម្បងរួមមានគោលដៅទី1នៅពាក់កណ្ដាលឆ្នាំ2026គណៈកម្មការសហគមន៍ព្រៃឈើក្បាលខ្លានិងអូដាស្កូមានធនធានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងព្រៃសហគមន៍ដែលមានចំនួន3029.64ហិកតាសូមអរគុណ